អ្នកណាក៏ចេះស្រឡាញ់កូនដែរណាអ្នកប៉ុន្តែក៏មិនត្រូវតាមចិត្តកូនគ្រប់យ៉ាងចឹងដែរមើលចាស់បានហើយឯងអើយក្មួយមโนគេធំហើយយើងកុំតែចេះដឹងអីលោកខ្ញុំឃើញលួចមកខ្ញុំចូលហើយលួចគិតអីមិនល្អលើខ្ញុំមែនទេហ្នឹងមើលចោះផ្ទះប៉ិនរុនកន្ធោមិនគួរណាឯងហ៊ានប្រាថ្នាកូនប្រុសរបស់យើងនោះទេឆ្ងាញ់ណាស់មែនទេនេះណែយកទៅយ៉ាងម៉េចម៉ែណែណាចេញមកភ្លាមមកហើយខ្ញុំក្តៅចិត្តខ្លាំងនេះមានរឿងអីទៅកូនហេតុអីក៏ស្រែកផ្អើលផ្ទះបែបនេះម៉ែភ័យឡើងញាស់ទ្រង់ទៅហើយណាខ្ញុំក៏ផ្លេឡាននៅមុខផ្ទះឡើងមកព្រឹកធំទៅហើយហេតុអីក៏ម៉ែមិនចេញមកបើកទ្វារឲ្យខ្ញុំផងម៉ែឯងចង់មានរឿងជាមួយខ្ញុំមែនទេម៉ែអត់ទេកូនម៉ែគ្មានបំណងបែបហ្នឹងទេឲ្យម៉ែសុំទោសណាកូនណាណែកូនឆាប់ទៅងុយទឹកសិនទៅណាឲ្យវាតិចចិនចាំម៉ែរៀបបាយជូនកូនណាកូនណាខ្ញុំមិនឃ្លានទេមកហូបម៉ែឯងនេះស្មុគក្រោកខ្លាំងណាស់ខ្ញុំលេបមិនចូលទេតែបើម៉ែឯងចង់ឲ្យខ្ញុំតិចចិត្តនោះអញ្ចឹងម៉ែឯងឲ្យលុយខ្ញុំ$30មកខ្ញុំទៅលេបពណ៌សក់ឲ្យវាតន់ចូលឆ្នាំឲ្យឆាប់ឡើងមកខ្ញុំប្រញាប់ណាស់ម៉ែស្រអែមម៉ែគ្មានលុយទេកូនថ្ងៃនេះម៉ែមិនបានទៅជួបផ្ទះឲ្យគេទេកូននេះកុំសូវចាយលុយផ្ដេសផ្ដាស់ពេកម៉ែជាស្រីម៉ែគ្មានមុខរបរធំដុំអីនឹងគេនោះទេណាកុំហៅខ្ញុំថាស្អែមទីនខ្ញុំស្អប់ឈ្មោះនេះខ្លាំងណាស់ចាប់ពីថ្ងៃនេះទេម៉ែត្រូវហៅខ្ញុំថារចនាស្ដាប់បានទេម៉ែឆាប់ឲ្យលុយខ្ញុំណាខ្ញុំមិនចង់និយាយដដែលច្រើនទេម៉ែនិយាយមែនណាកូនម៉ែគ្មានលុយនោះទេស្អែមលេងម៉ែទៅកូនហើយនេះកូនចង់ធ្វើស្អីហ្នឹងម៉ែឯងលាក់លុយមែនទេហើយចុះក្នុងហៅប៉ៅនេះជាស្អីទេវ៉ាវលុយច្រើនណាស់$50អញ្ចឹងខ្ញុំយកទាំងអស់ហើយព្រោះទុកចាក់សាំងឡានផងខ្ញុំទៅហើយណាអ្នកម៉ែមើលអីមីងចាន់មិនដែលឃើញមនុស្សទេអីយីសំដីដូចជាអាចទាំងកថាអញ្ចឹងចាំមិនហើយអ្នកទៅរួចទេហើយបានកូនម៉ាក់នេះខ្ញុំនេះណាសុកចិត្តអត់កូនវិញល្អជាងស្រែមយកលុយខ្ញុំទៅអស់ហើយអ្នកខ្ញុំអស់រលីងពីខ្លួនទៅហើយខ្ញុំមិនគួរណាតម្រើសកូនដល់ថ្នាក់នេះសោះអ្នកណាក៏ចេះស្រឡាញ់កូនដែរណាអ្នកប៉ុន្តែក៏មិនត្រូវតាមចិត្តកូនគ្រប់យ៉ាងចឹងដែរមើលចាស់សូម្បីតែបាយក្នុងផ្ទាំងក៏វាមិនស៊ីដែរខ្ញុំមិនហ៊ាននិយាយជាមួយវាទេអ្នកអើយក្មេងវានៅឈាមរាវទ្រាំសិនទៅណាតម្រាំតែវាចាស់ចិត្តចាស់កំណិនទោះបីយ៉ាងណាកូនស្រីវាក៏មិនដាច់ចោលម្ដាយដែរបើអ្នកឯងនិយាយអញ្ចឹងទៅហើយនោះខ្ញុំក៏មិនហ៊ានអាកាត់អ្វីដែរហើយកុំមកយំស្រែកឲ្យបានលឺទៀតណាហើយខ្ញុំទៅវិញហើយកូនធ្វើបាបប៉ុណ្ណឹងហើយនៅកាន់ជើងកូនទៀតមីងស្រីស្អាតនៅចិត្តផ្ទះយើងឈ្មោះអីទៅមីងស្រស់ស្អាតខ្លាំងណាស់ខ្ញុំចង់សន្ទនាជាមួយនាងដល់ហើយក្មួយឯងនិយាយនឹងចង់សម្ដៅទៅលើនាងស្អែមនឹងមែនទេមីងប្រាប់ឲ្យហើយណាមីងនេះមិនព្រមជាដាច់ខានមនុស្សស្រីដែលល្អមានពេញស្រុកមិនខ្វះនោះទេក្មួយកំប្រតិព័ទ្ធជាមួយនឹងក្មេងទំនើបបែបហ្នឹងប៉ុន្តែខ្ញុំលួចមើលនាងយូរហើយលួចមើលយូរទៅកាន់តែស្រឡាញ់លើសដើមបើក្មួយមិនស្ដាប់មីងទេនោះប្រញាប់ត្រឡប់ទៅទីក្រុងនៅជាមួយនឹងម្ដាយឯងវិញទៅព្រោះមីងមិនគាំទ្រទេខាងមន្ទីរពេទ្យឲ្យចុះមកពិនិត្យអ្នកជំងឺនៅទីនេះមិនមែនឲ្យមកមើលស្រីក្មេងនោះទេណាតែរឿងការងារផ្សេងហារឿងបេះដូងក៏ជារឿងផ្សឹងដែរមិនពាក់ព័ន្ធនឹងគ្នាទេមីងបានហើយឯងអើយក្មួយមโนគេធំហើយយើងកុំតែចេះដឹងអីក្មេងគេចេះដោះស្រាយហើយម្យ៉ាងទៀតរឿងស្នេហានេះគឺយើងមិនអាចបង្ខំបានទេនៅឲ្យស្ងៀមទៅតាកាចាស់ណែមីងប្រាប់ឯងទៅចុះណាក្មួយមโนនាងស្អែមគឺជាក្មេងដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយហើយសម្ដីវាអាក្រក់ទៀតមួយថ្ងៃវាគិតតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបើនិយាយពីសម្ភារៈនិយមវិញណាកូនអ្នកមានសុំខ្មាស់វាហើយមីងនិយាយគឺសិតតែជាការពិតទាំងអស់ក្មួយត្រូវស្ដាប់មីងណាមโนមីងនេះមិនឲ្យក្មួយឯងសេពគប់នឹងវានោះទេខ្ញុំថាមីងមើលរឿងភាគច្រើនពេកហើយមនុស្សគ្រប់គ្នាតែងតែមានចំណុចខ្វះខាតមិនមែនគ្រប់គ្នាសុទ្ធតែគ្រប់10នោះទេមីងម្យ៉ាងទៀតនាងនៅក្មេងណាស់នាងមិនទាន់ដឹងអ្វីល្អអ្វីអាក្រក់ទេនេះឯងមិនទាន់បាននិយាយជាមួយវាផងឯងកាន់ជើងវាដល់ថ្នាក់នេះផងហ៎បានចាំមីងទូរស័ព្ទទៅប្រាប់អ្នកបងឲ្យអ្នកបងនេះមកចាត់ការឯងទៅចោះព្រោះមីងបដៅឯងយ៉ាងណាក៏ឯងស្ដាប់លេងចូលទៅជាហើយខ្ញុំធំហើយមីងអាយុក៏ក្បែរ30ដែរខ្ញុំចង់រស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់មីងឈប់ហាមខ្ញុំទៅឈប់ប្រកែកគ្នាទៅអ្នកទាំងពីរក្មួយមโนពូគាំទ្រក្មួយឯងចង់ធ្វើអីក៏ធ្វើទៅបានលោកពូមានតែលោកពូទេដែលយល់ចិត្តខ្ញុំក្រៅពីលោកពូគឺចាប់តែម្ដងហើយបាន
មីងជប់រវល់នឹងឯងហើយសូមអញ្ជើញតាមសប្បាយចុះតែមីងសូមផ្ដាំទុកជាមុនណាសម្រាប់ស្រស់ស្អាតគឺបានតែមួយគ្រាតែចិត្តល្អជាស្អាតមួយជីវិតហើយមើលទៅគឺមានតែអ្នកឆោមទេដែលអាចចាត់ការរឿងនេះបានទេតម៉ៃវាសិនល្អជាងអេលោកខ្ញុំឃើញលួចមកខ្ញុំយូរហើយលួចគិតអីមិនល្អលើខ្ញុំមែនទេហ្នឹងគឺខ្ញុំជាគ្រូពេទ្យនៅទីក្រុងហើយក៏បានចុះមកស្តារនៅមណ្ឌលសុខភាពក្នុងភូមិយើងឲ្យខ្ញុំសុំទោសផងណាបងពេនដែលខ្វះការគួរសមជាមួយបើសិនជាបងពេនត្រូវការជំនួយការផ្ទាល់ខ្លួនអីនោះអាចប្រាប់ខ្ញុំបានណាខ្ញុំរីករាយជានិញបើសង្ហាម្លឹងខ្ញុំមិនឲ្យរបត់ពីដៃនោះទេចុះបើខ្ញុំចង់ឲ្យអ្នកនាងធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំពេញមួយជីវិតនោះតើអ្នកនាងព្រមទេព្រោះខ្ញុំពេញចិត្តអ្នកនាងជាខ្លាំងហើយក៏លួចពេញចិត្តយូរហើយដែរចំពោះរឿងនេះតើតែបងពេទ្យទៅសួរចាត់ទុំសិនទេព្រោះខ្ញុំមានមេបាត្រឹមត្រូវសង្ឃឹមថាបងពេទ្យមិនយល់ទាស់ទេណាឲ្យតើអូនព្រមបើកបេះដូងទទួលយកបងនឹងចូលស្ដីភ្លាមបងជាកូនប្រុសនិយាយម៉ាត់ណាគឺម៉ាត់នឹងមិនបានម៉ែមិនព្រមជាដាច់ខាតព្រោះមេស្រីក្រីក្ររហេមហាម្នាក់នេះវាមិនស័ក្តិសមនឹងកូនទេអ្នកម៉ែតែកូនស្រឡាញ់អូនស្អែមហើយស្រឡាញ់ខ្លាំងទៀតផងអ្នកម៉ែកុំបំបាញ់បំបាក់កូនអីកូនបានជាស្រឡាញ់គ្នាទៅហើយមណោកូនឯងរើសទៅរវាងម្ដាយបង្កើតនឹងស្រីស្រុកស្រែម្នាក់នេះតើកូនឯងរើសយកអ្នកណាឆាប់ឆ្លើយមកណាម៉ែនឹងបាត់ធ្វើចិនសំណួរនេះអ្នកម៉ែសួរខ្ញុំច្រើនដងពេកហើយអ្នកម៉ែតែងតែបានជោគជ័យជានិច្ចតែលើកនេះកូនសុំឲ្យអ្នកម៉ែព្រោះកូនស្រឡាញ់នាងខ្លាំងណាស់ស្រឡាញ់តាំងពីថ្ងៃដែលឃើញលើកដំបូងមកម្ល៉េះទេមណោកូនគឺមិនអាចធ្វើបែបនេះដាក់ម៉ែបានទេអូយខ្ញុំវិលមុខខ្លាំងណាស់បងស្រីឆាប់ទៅសម្រាប់សិនទៅក្មួយមណោហេតុអីក៏ឯងធ្វើបែបនេះហើយតើបងស្រីឆាប់ទៅបងពេទ្យធ្វើបែបនេះដូចជាជ្រុលពេកហើយពេលនេះអ៊ំស្រីចាំមិនទៅហើយនឹងខ្ញុំនេះបារម្ភពីគាត់ខ្លាំងណាស់នេះអ្នកម៉ែគាត់មិនអីទេបងស្គាល់គាត់ណាស់ឥឡូវយើងមកនិយាយពីរឿងរបស់យើងវិញល្អជាងស្រអែមបងច្បាស់លាស់ជាមួយអូនខ្លាំងណាស់ណាតើអូនគិតយ៉ាងម៉េចជាមួយបងទៅឆ្លើយប្រាប់បងមកដើម្បីឲ្យបងបានធូរចិត្តជាងនេះគេចាខ្ញុំស្រឡាញ់បងពេនគឺជាស្នេហាទី1របស់អូនបងកុំបោះបង់អូនចោលនេះបានលឺសម្ដីអូនហើយបងពិតជាសប្បាយចិត្តខ្លាំងណាស់បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូនបងសន្យាអូនកុំព្រួយអីចាបងអូនជឿចិត្តបងហើយពេលនេះអូនក៏រៀងធូរចិត្តបន្តិចដែរមើលចោះផ្ទះប៉ិនរុនកន្ថោមិនគួរណាឯងហ៊ានប្រាថ្នាកូនប្រុសរបស់យើងនោះទេមកផ្ទះរបស់ខ្ញុំនិយាយតែពាក្យប្រមាណម៉ាត់នេះទេលោកស្រីអ្នកមីនអេក្រែងម្សិលមិញនេះឃើញឈឺនៅឡើយតាឥឡូវនេះបាត់ធូរស្បែកច្រើនណាស់ណោះបានហើយយើងមិនចង់ខាត់ពេលនិយាយជាមួយនឹងឯងច្រើនទេណែឯងនេះចង់បានប្រាក់ប្រមាណឆាប់និយាយមកដើម្បីឲ្យឯងនេះដើរចេញពីជីវិតកូនប្រុសរបស់យើង$5,000ឬមួយក៏$10,000ពេលលើអ្នកម៉ែក្មេងនិយាយរឿងលុយបែបនេះទៅហើយនោះខ្ញុំរត់តែចង់បានបងពេនមកធ្វើជាប្តីខ្ញុំមិនត្រូវការប្រាក់របស់អ្នកម៉ែក្មេងទេតែខ្ញុំចង់បានកូនប្រុសអ្នកម៉ែច្រើនជាងនេះវាសាហាវខ្លាំងណាស់បងស្រីកុំចោះចាញ់វាឲ្យសោះណានេះឯងស្មាស់តែកូនប្រុសយើងនឹងស្មោះត្រង់នឹងឯងហ៎សំទោសផងមីនាងឯងគិតខុសហើយណាចង់ក្រោយកូនប្រុសយើងគឺនៅតែជ្រើសរើសយកយើងទៅដែរនឹងអញ្ចឹងក៏សាប់ទេអ្នកម៉ែក្មេងខ្ញុំក៏ចង់ដឹងដូចគ្នាដែរថាបងពេទ្យគាត់ជ្រើសរើសអ្នកណាទេព្រោះអីចម្លើយកាលពីម្សិលមិញនោះក៏ច្បាស់ណាស់ទៅហើយនាងឯងនេះប្រហើនខ្លាំងណាស់អ្នកឯងមិនចេះបដៅកូនទេអីឬមួយក៏កូនអ្នកឯងនេះបដៅលេងស្ដាប់ហើយហ៎ដាំចង្ក្រានឲ្យវាចេះប្រមាណឆ្នាំផងទៅនេះកូនមានរឿងអីទេបានជាអ្នកខាងនេះមកចេះស្ដីឯងដល់ផ្ទះអញ្ចឹងហាហើយខ្ញុំចង់ប្រាប់អ្នកថាទោះបីជាគ្រួសារខ្ញុំក្រក៏ពិតមែនតែខ្ញុំមានតម្លៃរបស់ខ្ញុំហើយមួយទៀតនោះបើអ្នកចង់ហាមអ្នកឯងគួរតែទៅហាមកូនប្រុសរបស់អ្នកវិញទៅល្អជាងណាព្រោះគេគឺជាអ្នកចាប់ផ្ដើមមុនបើអស់ការអីហើយនោះឆាប់ចេញពីផ្ទះខ្ញុំទេខ្ញុំចង់សម្រាកម៉ែទៅបិទទ្វារទេហើយកុំឲ្យពួកអ្នកមានចូលមកទៀតអីសោះនេះអាក្រក់ទាំងម៉ែអាក្រក់ទាំងកូនចាប់ពីថ្ងៃនេះទេយើងជាសត្រូវនឹងគ្នាកុំរាប់គ្នាទៀតអីចាញ់ទេចាញ់ឲ្យឆ្ងាយទេអើយមកម៉ែខ្លាំងណាស់កូនឈប់តាក់ទងនឹងគេទៅណាម៉ែមិនចង់ឃើញពួកគេមកស្ដីឲ្យឯងដល់ផ្ទះបែបហ្នឹងទេកាន់តែហាមខ្ញុំកាន់តែចង់ស្គាល់នាងស្អាមតិចពេកហើយខ្ញុំនឹកឃើញហើយម៉ែឆាប់ស្លៀកពាក់មកខ្ញុំជូនម៉ែទៅមណ្ឌលសុខភាពដើម្បីបើកថ្នាំទុកពេលមានអាសន្ននេះកូនបារម្ភពីម៉ែមែនទេ
ម៉ែសប្បាយចិត្តខ្លាំងណាស់កូនប្រញាប់បន្តិចទៅម៉ែដល់ម៉ោងពេទ្យសម្រាប់ឥឡូវហើយនៅចោលតួនៅនឹងអញចាកូនអញ្ចឹងប្រញាប់ទៅទេចាំម៉ែទៅបើកទ្វារឲ្យណាមើលចាស់កូនខ្ញុំឥឡូវដឹងខុសដឹងត្រូវច្រើនណាស់អូនស្អែមអូនឈឺអីមែនទេឬមួយក៏អ្នកម៉ែគាត់ឈឺមែនទេចាំបងពិនិត្យឲ្យណាគឺអូនឈឺចិត្តច្រើនជាងព្រឹកមិញនេះម៉ែបងឯងទៅរកអូនដល់ផ្ទះថែមទាំងប្រាប់ឲ្យអូននេះឆាប់តាក់ទងជាមួយនឹងបងទៀតផងនេះខ្ញុំខ្លាចខ្លាំងណាស់បងដល់ថ្នាក់នឹងផងអីមើលទៅស្នេហាយើងមានឧបសគ្គបណ្ដើហើយយើងរត់ទៅជាមួយគ្នាទៅល្អទេបងដើម្បីឲ្យបានចប់រឿងស្រអែមហេតុអីបាត់ជាកូននិយាយបែបនេះខ្លួនកូនគឺជាស្រីណាម៉ែនៅចាំនៅខាងក្រៅសិនទេឆាប់ទៅម៉ែចាស់កូនតែកូនកុំគិតអីផ្ដេសផ្ដាស់ណាម៉ែមិនចង់ឃើញកូនដើរផ្លូវខុសនោះទេខ្ញុំដឹងហើយម៉ែឆាប់ទៅទេបងពេនតែយើងគិតធ្វើយ៉ាងម៉េចទេមកតែម្ដាយបងគឺមិនធម្មតាទេយើងរត់ទៅជាមួយគ្នាទេនៅពេលដែលកោះខ្លាចជាបាយហើយនោះម្ដាយបងប្រកាសជាយល់ព្រមជាមិនខានទេយើងមានផ្លូវជាច្រើនដែលអាចដោះស្រាយបានណាមួយបងក៏មិនចង់ឲ្យអូនខូចឈ្មោះដោយសារតែបងដែរអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចទេខ្ញុំគិតអ្វីមិនចេញនោះទេណាបងអូនស្អែមអូនស្រឡាញ់បងទេគឺស្រឡាញ់ហើយក៏ស្រឡាញ់ខ្លាំងទៀតផងនេះអញ្ចឹងអូនត្រូវទៅយកឈ្នះចិត្តម្ដាយបងឲ្យបានអូនធ្វើដើម្បីបងបានទេមិនបានទេអូនមិនធ្វើទេអូនធ្វើមិនបាននោះទេបើអូនចង់បានកូនខ្លាអូនត្រូវទៅចូលក្នុងរោងខ្លាមនុស្សចាស់ត្រូវការឲ្យយើងលួងលោមបងផ្ដល់កម្លាំងចិត្តឲ្យអូនណាខ្ញុំសុំយកទៅកាត់មើលសិនព្រោះព្រឹកមិញនេះអូនគឺជាអ្នកដេញគាត់ចេញពីផ្ទះសាកល្បងទៅអូនបងនៅក្បែរអូនជានិញអ្នកម៉ែខ្ញុំនាំអូនស្អែមមកក្រាបសំពះអ្នកម៉ែសូមអ្នកម៉ែយល់ដល់ស្នេហាកូនទាំងពីរអ្នកផងកូនពិតជាស្រឡាញ់គ្នាខ្លាំងណាស់ឆាប់នាំវាចេញទៅម៉ែមិនចង់ឃើញមុខវាទេនាំវាចេញទៅអ្នកម៉ែកូនបានជាស្រឡាញ់គ្នាទៅហើយសូមអ្នកម៉ែមេត្តាកូនទាំងពីរផងទៅអ្នកម៉ែខ្ញុំសុំទោសផងដែលខ្ញុំនិយាយមិនសមរម្យដាក់អ្នកម៉ែតែខ្ញុំពិតជាស្រឡាញ់បងពេទ្យពិតមែនសូមអ្នកម៉ែកុំស្អប់ខ្ញុំអីនេះកុំមកប៉ះយើងមីសត្វបលាំងកាយើងស្អប់នាងឯងដល់ឆ្អឹងចេញទៅមកផ្លូវណាចេញទៅផ្លូវនឹងវិញទៅអ្នកម៉ែចិត្តដាច់ពេកហើយអ្នកម៉ែយល់តែអារម្មណ៍ខ្លួនឯងមណោបើឯងមិនស្ដាប់ម៉ែទេនោះម៉ែនឹងកាត់កាលឯងចោលភ្លាមទុកថាយើងគ្មានកូនទៅចោះអ្នកម៉ែកូនរស់មិនបានទេបើគ្មាននាងខ្ញុំសុំទោសផងដែលធ្វើឲ្យអ្នកទាំងពីរឆ្លោះគ្នាខ្ញុំសុំលាសិនហើយស្អែមឈប់សិនអូននេះអូនចោះចាញ់ហើយមែនទេហើយស្នេហាមកគូនេះកំសត់ជាងស្នេហាទុំទាវទៅទៀតតើខ្ញុំអាចជួយអីបានទៅលោកអើយបើយាយផាន់ចិត្តរឹងយ៉ាងនឹងនោះពេលនេះអ្នកម៉ែកំពុងតែខឹងទោះជានិយាយអ្វីក៏គាត់ស្ដាប់ចូលទៅជាដែរណាចាស់ទុកឲ្យពេលវេលាជាអ្នកសម្រេចទៅចាស់នេះមួយសប្តាហ៍កន្លងផុតទៅអ្នកម៉ែថ្ងៃនេះខ្ញុំយកបង្អែមប្រសក់ស្រីមកជូនខ្ញុំទៅបាយនៅចំការដោយផ្ទាល់ដៃធានាថាធម្មជាតិពិតៗអ្នកម៉ែពិសាតែពិតជាមិនខកបំណងទេឆ្ងាញ់ណាស់មែនទេនេះណែយកទៅយ៉ាងម៉េចតិចស្រួលដែរទេអ្នកម៉ែមិនក៏ធ្វើបែបនេះខ្ញុំសុំទៅលាងខ្លួនសិនហើយអ្នកបងខ្ញុំឃើញមួយរយៈនេះនាងស្រអែមគេកាយប្រែច្រើនណាស់នាងព្យាយាមធ្វើម្ហូបធ្វើបង្អែមយកមកឲ្យបងស្ទើររាល់ថ្ងៃនេះបងមិនចិត្តទុនខ្លះទេអីចំណែកខ្ញុំណាខ្ញុំមានអារម្មណ៍ថាអាណិតនាងស្រអែមខ្លាំងណាស់មែនហើយបងមនុស្សយើងអាចកែប្រែបានមែនណាបងខ្ញុំក៏ពេញចិត្តក្មួយស្អែមដែរវាគ្រាន់តែសម្ដែងឲ្យយើងស្លាប់ចិត្តតែប៉ុណ្ណោះបងមិនចិត្តទុនហើយក៏មិនល្ងងឲ្យក្មេងបោកបានដែរហើយខ្លាំងប៉ះខ្លាំងហើយយើងជួយអីឯងមិនបានទេណានាងស្អែមអើយដើមហេតុមកពីម៉ែវាឯងនឹងឃើញទេឥឡូវចង់ដោះស្រាយយ៉ាងម៉េចក៏វាមិនកើតដែរអ្នកណាទៅដឹងទៅឲ្យវាទៅមិនអីទេបន្តិចទៀតអ្នកបងគាត់ចិត្តទុនហើយកាត់តែខ្ញុំខំកាយខ្លួនប៉ុណ្ណឹងហើយគាត់នៅតែស្អប់ខ្ពើមខ្ញុំទេតែបើខ្ញុំធ្វើបែបនេះដាក់ម្ដាយខ្ញុំតើគាត់សប្បាយចិត្តយ៉ាងណាទេណាបើកូនធ្វើល្អដាក់ម៉ែតែបន្តិចនោះម៉ែស្លាប់ទៅគឺបិទភ្នែកចិត្តហើយណាកូនម៉ែគឺមិនដែលចង់បានអ្វីពីកូនឡើយចង់ត្រឹមតែឃើញកូនមានសេចក្តីសុខទៅគឺបានហើយណាអ្នកម៉ែកូនសុំទោសផងកូនខុសហើយម៉ែតាំងពីដើមមកម៉ែធ្វើគ្រប់យ៉ាងគឺដើម្បីតែកូនតែកូនវិញតែងតែមើលរំលងទឹកចិត្តរបស់ម៉ែកូនពិតជាកូនអកតញ្ញូពិតមែនអ្នកម៉ែអហោសកម្មឲ្យកូនផងណាម៉ែរងចាំថ្ងៃនេះយូរហើយណាកូនម៉ែមិនខឹងហើយក៏មិនស្អប់នឹងកូនទេកូនសម្លាញ់ម៉ែចាប់ពីថ្ងៃនេះទេកូននឹងមើលថែម៉ែដល់ផ្ទាល់ដៃរបស់កូនម៉ែកុំបារម្ភកូនសុំសន្យានេះ
ល្អណាស់កូនកូនត្រូវធ្វើជាមនុស្សល្អហើយស្មោះត្រង់រហូតទៅណាម៉ែគឺមានអ្វីឲ្យកូននោះទេគ្រាន់តែម៉ែបានផ្ដល់ជីវិតឲ្យកូនគឺពិសេសណាស់ទៅហើយកូនស្រឡាញ់ម៉ែនេះដូចអ្វីដែលខ្ញុំគិតមែនពេលនេះនាងខ្លាចជាកូនល្អទៅហើយស្អែមឯងកុំចោះចាញ់អីណាថ្ងៃណាមួយបងស្រីគាត់ចិត្តទុនជាមិនខានទេស៊ូបន្តទៀតណាចាអ្នកមីងខ្ញុំអរគុណហើយដែលមីងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំតែខ្ញុំដូចជាគ្មានសង្ឃឹមសោះព្រោះខ្ញុំស្មានចិត្តម្ដាយរបស់បងម្ដងមិនត្រូវសោះឡើយកុំគិតអញ្ចឹងអីក្មួយពេលនេះជោគជ័យនៅក្នុងដៃក្មួយហើយកុំឲ្យលបូតពីដៃឲ្យសោះណាខ្ញុំនឹងព្យាយាមបន្ថែមណាលោកពូទោះបីជាគ្មានសង្ឃឹមក៏ដោយអញ្ចឹងខ្ញុំសុំទៅរកបងពេទ្យសិនហើយហើយគិតទៅអាណិតនាងស្អែមខ្លាំងណាស់ធ្លាប់តែកាចឆ្នះឥឡូវប្រែមកជាស្លូតវិញស្លូតរោគលេខដាក់គ្មានទេមកពុកវាទៅផ្ទះវិញបើអញ្ចឹងខ្ញុំទៅហើយណាអ្នកចិត្តខាងល្អចាសូមចេញអូនសម្លាញ់ចិត្តបងហេតុអីក៏អូនធ្វើមុខសពូនបែបនេះតើអូនមិនសប្បាយចិត្តរឿងអីទៅឆាប់ប្រាប់បងមកអូននេះអ្នកម៉ែគាត់ធ្វើបាបអូនទៀតហើយមែនទេបងម្ណោរឿងរបស់យើងវាមិនអាចទៅរួចនោះទេអូនសុំចោះចាញ់គ្រប់យ៉ាងព្រោះអូនមិនអាចជួយឈ្នះចិត្តម្ដាយរបស់បងបានទេអូនសុំដកខ្លួនចេញហើយនេះអត់ទេបងមិនឲ្យអូនទៅទេបងស្រឡាញ់អូនខ្លាំងណាស់អូនកុំធ្វើបែបនេះដាក់បងបានទេបងមិនអាចរស់បានទេបើគ្មានអូននោះបានហើយបងម្ណោយើងបាច់គ្នាទេអ្នកមានគុណគឺសំខាន់សម្រាប់បងខ្លាំងណាស់កុំដោយសារតែអូនធ្វើឲ្យម្ដាយបងនិងបងឆ្លោះគ្នាអីនេះទុកថាអូនសុំបងជាលើកចុងក្រោយទៅចាស្អែមអូនគិតច្បាស់ហើយមែនទេថាអូនព្រមបែកពីបងខ្ញុំបានគិតច្បាស់ហើយខ្ញុំក៏សូមជូនពរបងឲ្យជួបតែនារីម្នាក់ដែលល្អសម្រាប់បងនេះចុះបើខ្ញុំអនុញ្ញាតឲ្យកូនទាំងពីររៀបការតាមប្រពៃណីតើនាងយល់ព្រមទេនេះអ្នកម៉ែយល់ព្រមហើយមែនទេខ្ញុំសូមអរគុណអ្នកម៉ែហើយដែលមេត្តាដល់កូនទាំងពីរអ្នកម៉ែកូនស្រឡាញ់អ្នកម៉ែខ្លាំងជាងគេកូនមិននឹកស្មានតែមានថ្ងៃនេះទេមើលថែគ្នាឲ្យបានល្អណាស់កូនម៉ែមិនបំបាច់បាក់កូនទៀតទេស្រអែមឲ្យម៉ែសំទោសកូនផងណាកូនដែលម៉ែតែងតែធ្វើបាបកូនកន្លងមកបំភ្លេចចោលទៅអ្នកម៉ែហើយកូនក៏សុំសន្យាកូនមិនធ្វើឲ្យអ្នកម៉ែពិបាកចិត្តទេល្អណាស់កូននៅទីបំផុតស្នេហារបស់កូនជោគជ័យហើយម៉ែជូនពរកូនណាបានអ្នកម៉ែទាំងពីរពេលនេះពួកយើងលែងបែកគ្នាទៀតហើយអូនបងនឹងមើលថែអូនដោយជីវិតបងផ្ទាល់ជីវិតរបស់អូនពេលនេះគឺដូចជាពណ៌ស៊ីចម្ពោះអញ្ចឹងអូនអរគុណបងហើយណាដែលស្រឡាញ់និងគោរពឲ្យតម្លៃអូននោះបានអូនចាប់ពីថ្ងៃនេះទៅយើងនឹងសាងសុភមង្គលជាមួយគ្នាណាអូនអ្នកតឡងមើលចោះកូនយើងមានសេចក្តីសុខខ្លាំងណាស់យើងនេះចិត្តមានចៅពូនៅគេហើយមើលទៅនោះចាខ្ញុំឃើញកូនមានសេចក្តីសុខបែបនេះខ្ញុំលែងចង់បានអ្វីទៀតហើយ